បាទអញ្ចឹងក្នុងការបន្តមកទៀតគឺអស់លោកបានធ្លាប់ឃើញពីរបៀប update ឥឡូវយើងត្រូវការ remove data ចេញពី list view បាទអញ្ចឹងទី6លោកគ្រូនឹងបង្how to remove data from list view បាទវាមានអនុវត្តបានច្រើនរបៀបនៅក្នុងការប្រើគេហៅថាក្នុងការ remove បាទអញ្ចឹងលោកគ្រូបង្ហាញឲ្យយើងដឹងបានច្រើនបាទក្នុងហ្នឹងយើងចូលមក application យើងដោយ double click លើប៊ូតុង delete បាទហើយយើងនឹងធ្វើការបន្តបាទអញ្ចឹងនៅពេលដែលព័ត៌មានយើងលុបទៅបាទជោគជ័យបាទអញ្ចឹងលោកគ្រូអាចប្រើ loop បាទនេះគឺយើងប្រើ remove data from list view បាទអញ្ចឹងរបៀប remove វាយើងគ្រាន់តែប្រើ loop បាទ i ចាប់ផ្ដើមពី index ទី0ដដែលហើយ i តូចជាងឬស្មើ list view item count បាទតោះមក i កើនម្ដងមួយបាទបាទអញ្ចឹងយើងចាប់ផ្ដើម check អស់លោកអាចប្រើជាមួយនឹង if list បាទនេះគឺរបៀបសរសេរវា if list item នៃ i បាទ text បាទស្មើនឹង tt product id text ដដែលកាលណាវាស្មើនឹងអាហ្នឹងអញ្ចឹងខ្ញុំអាចសេថា list view item នៃ i remove បាទមានន័យថាពេលហ្នឹងខ្ញុំនឹងប្រើ method សម្រាប់ឲ្យយើង remove វាចេញបាទក្នុងការ remove ព័ត៌មានហើយយើងបញ្ចប់ break ណាបាទនេះគឺរបៀបនៃការ remove វាអញ្ចឹងលោកគ្រូយក id យកមក check បាទអញ្ចឹងអស់លោកអាច select មើលអញ្ចឹងលោកគ្រូអាច remove បាទទី86ហ្នឹងយើងអាចស្វែងរកព័ត៌មានឃើញហើយបាទអញ្ចឹងលោកគ្រូអាចចុច delete បាទអញ្ចឹងគឺ86យើងបាត់ឃើញទេបាទនេះគឺរបៀបនៃការ remove វាប៉ុន្តែម្យ៉ាងទៀតចំពោះការប្រើលក្ខខណ្ឌលោកគ្រូអាចប្រើលក្ខខណ្ឌម្យ៉ាងទៀតលោកគ្រូអាចប្រើ if list view បាទយើងយក list view ហ្នឹងប៉ុន្តែយើងប្រើ item ដដែល .i .i selected បាទមានន័យថាពេលហ្នឹងទីតាំងទី i ហ្នឹងត្រូវបាន select មានន័យថាជា id ដែលយើងបាន select ស្វែងរកឃើញអញ្ចឹងលោកគ្រូអាចលុបបានដូចគ្នាបាទអញ្ចឹងយើងអាចតេស្តមើលអញ្ចឹងលោកគ្រូអាចដាក់87បាទយើងមើល87មានទេបាទមាននេះណាបាទអញ្ចឹងយើងចុច delete មើលបាទវិញបាត់ដល់87បាទនេះគឺរបៀបនៃការប្រើវាណាងាយស្រួលយើងអាចមើលលក្ខខណ្ឌប៉ុន្តែក្នុងការសរសេរបែបនេះគេអាចសរសេរខ្លីជាងមុនបានទៀតបាទអានឹងគឺលក្ខណៈពិសេសមួយទៀតបាទអញ្ចឹងយើងអាចបិទកូដទាំងអស់ហ្នឹងបាទហើយយើងតេស្តជាមួយលោកគ្រូអញ្ចឹងលោកគ្រូអាចប្រើ list view item នៃបាទ list view dot បាទអញ្ចឹងអស់លោកអាចប្រើវិធីម្យ៉ាងទៀត .item .remove ហើយយើងបើកវងកញ្ចក់គឺយើងបោះ item ដែលយើងចង់ remove អញ្ចឹងយើងអាចសេ list view .select item បាទនេះគឺជាវិធីសាស្ត្របាទសម្រាប់ឲ្យយើងអាច remove ព័ត៌មានបាទអញ្ចឹងអានេះខ្ញុំសូមប្រើ for each បាទ for each បាទនៃ list view item បាទ list item as list view product របស់យើងបាទ select item នេះបាទអញ្ចឹងលោកគ្រូប្រើ loop ថ្មីនេះ
គ្រូប្រើ list view ហ្នឹងដើម្បីទាញយកមកដាក់នៅក្នុង list view item របស់យើងដែលយើង remove ដែលវា select អានេះយើងអត់មើលលក្ខខណ្ឌទេដោយសារយើងបាន select item ហើយអញ្ចឹងវានឹងទាញយកមកយើងនឹង remove វាចេញបាទអញ្ចឹងលោកគ្រូដាក់8ចុងក្រោយនេះដើម្បី88បាទតែលើ88យើងបាទយើងអាចចុច delete បាទឃើញទេវាត្រូវ delete record ចេញទៅដោយស្វ័យប្រវត្តិបាទនេះគឺរបៀបនៃការសរសេរប្រើ for each មួយទៀតដើម្បីយើងទាញយក element ដែលitem ដែលបាន select នៅក្នុង list view ហើយយកមក remove បាទនេះយើងប្រើ item.remove ហើយដាក់ item list item ដែលយើងចង់ remove នឹងដែលទាញចេញពី list view របស់យើងនឹងចេញមកវានឹង remove ដោយស្វ័យប្រវត្តិទោះបីមាន select 3វា remove 3តែម្ដងពេលហ្នឹងបាទនេះជារបៀបនៃការបង្ហាញ technique ផ្សេងៗដែលក្នុងការ remove data ចេញពី list view របស់យើងបាទអញ្ចឹងបើសិនជាមានបញ្ហាគ្រូនៅបង្ហាញបន្ថែមទៀតណាបាទក្នុងការរបៀប technique ក្នុងការសរសេរ software បាទអញ្ចឹងសូម like និង share ឲ្យបានច្រើនដើម្បីឲ្យមិត្តភ័ក្តិនិងនិស្សិតខ្មែរទាំងអស់ក៏អាចស្វែងយល់បានបាទសូមអរគុណបាទ